តាក់ទងទាំងរឿងបញ្ហាព្រំដែនរបស់យើងខ្លីទេរឿងនេះជារឿងទាំងអស់គ្នាមិនមែនតែរឿងយើងទេរឿងទំនាក់ទំនងរបស់យើងក៏ដូចជាប្រជាជនថៃដែលយើងមានកំពុងតែមានប្រឈមនៅវិជាសាមួយដែលលំបាកហើយទាមទារឲ្យការដោះស្រាយប្រកបដោយការថ្លឹងថ្លែងបំផុតបាទខុសមួយជំហានអាចមានបញ្ហាធ្ងន់ខាសមួយជំហានអាចមិនសម្រេចភារកិច្ចហើយធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញម្សិលមិញនេះអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីមប្រាហ៊ីមដែលគាត់ជាប្រធានបដូវវេនអាស៊ានបានទូរស័ព្ទមកខ្ញុំល្ងាចក្រោយពីខ្ញុំប្រជុំរឿងហិរញ្ញវត្ថុផែនការយើងហើយម៉ោងប្រហែលជាល្បាក់5កន្លះល្ងាចនៅយើង6កន្លះនៅគាត់ក៏សួរពីស្ថានភាពហើយពីចំហរបស់កម្ពុជារឿងព្រំដែនកម្ពុជាថៃដែលកើតមានឡើងប្រមាណពីសប្តាហ៍មុនឈានទៅដល់ការវិវត្តនៅព្រំដែនកម្ពុជាថៃរឿងនេះខ្ញុំបាន